សូមជូនរឿងសាវត្ថីសិទ្ធិបុត្រគុណនៃការបម្រើមាតាបិតាបានឮមកថាមានសិទ្ធិបុត្រម្នាក់នៅក្នុងក្រុងពារាណសីបានស្ដាប់ធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធមានសេចក្តីជ្រះថ្លាសូមបួសជាឧបសម្បទាលុះឧបសម្បទារួចហើយគ្រាន់តែរៀនធម៌អស់5ឆ្នាំចម្រើនកម្មដ្ឋានក្នុងសំណាក់ឧបជាទើបចេញអំពីវត្តចេតពុនទៅកាន់ស្រុកជាទីបំផុតនៃដែននៅក្នុងព្រៃអាស្រ័យនឹងស្រុកទីបំផុតនៃដែននោះមាតាបិតារបស់ភិក្ខុនោះតាំងតែអំពីការភិក្ខុនោះចូលទៅបួសទ្រព្យសម្បត្តិក៏ដល់នៅការអស់រលីងតាមលំដាប់ដល់នៅភាពនៃខ្លួនដែលជាជនដតីអាណិតអាសូរក្រៃពេកទើបកាន់យកអំបែងដើរសូមទាននៅអាស្រ័យនៅតាមជញ្ជាំងផ្ទះរបស់ជនដតីលុះចំណេជេរការខាងក្រោយមកភិក្ខុនោះបានឮថាមាតាបិតារបស់ខ្លួនដល់នៅសេចក្តីទុរគតហើយក៏គិតថាអាត្មាអញព្យាយាមនៅក្នុងព្រៃអស់រយៈពេល12ឆ្នាំមិនបានមគ្គផលសោះអញជាមនុស្សអភ័ព្វប្រយោជន៍អ្វីដោយបព្វជិរបស់អញបើសិតទៅជាក្រហមអញនឹងចិញ្ចឹមមាតាបិតាឲ្យនៅទៀនមានឋានសួគ៌ប្រព្រឹត្តនៅខាងមុខទើបចេញអំពីព្រៃទៅដល់ក្រុងសាវត្ថីចូលទៅកាន់វត្តចេតពុនដោយបំណងថាថ្ងៃនេះនឹងបានជួបព្រះភ័ក្ត្រព្រះសាស្តាស្ដាប់ធម៌ទេសនានៅក្នុងថ្ងៃស្អែកនឹងបានឃើញមាតាបិតាអំពីព្រលឹមក្នុងថ្ងៃនោះព្រះសាស្តាទ្រង់ប្រមើលមើលនៅឧបនិស្ស័យសត្វលោកនៅក្នុងកាលជាទីកម្ចាត់បងនៅងងឹតឃើញឧបនិស្ស័យនៃមគ្គជាដំបូងរបស់ភិក្ខុនោះព្រះអង្គទ្រង់ត្រាស់សរសើរគុណរបស់មាតាបិតាដោយមាតាបិតុឧបោសកសូត្រភិក្ខុនោះគិតថាអញនឹងសឹកទៅជាក្រហមបម្រើមាតាបិតាស្រាប់តែព្រះសាស្តាត្រាស់ថាបព្វជិតក៏ឈ្មោះថាជាអ្នកធ្វើឧបការៈគុណដល់មាតាបិតាបានប្រសិនបើអញមិនជួបព្រះសាស្តាហើយលាចាកបព្វជិមកមានសភាពបែបនេះឥឡូវនេះអញជាបព្វជិតក៏អាចបម្រើមាតាបិតាបានលុះព្រឹកឡើងភិក្ខុនោះចាប់ស្លាកដែលគេធ្វើដោយបបរដល់ខ្លួនផងនៅស្លាកដែលគេធ្វើដោយបាយដល់ខ្លួនផងចូលទៅក្នុងស្រុកយកបបរនិងបាយទៅជូនមាតាបិតានិមន្តទៅបិណ្ឌបាតដោយខ្លួនឯងលុះធ្វើផុតកិច្ចរួចហើយធ្វើនៅទីសម្រាប់នៅដល់មាតាបិតាទៀតតាំងតែអំពីពេលនោះមកចេះតែបម្រើមាតាបិតាមិនដែលដាច់មិនត្រឹមតែប៉ុណ្ណោះភិក្ខុនោះជូននៅផតិកផុតដែលខ្លួនបានហើយដល់មាតាបិតាទៀតហើយនិមន្តទៅបិណ្ឌបាតដោយខ្លួនឯងបានទើបឆាន់បើមិនបានក៏មិនមានអីឆាន់ថ្ងៃដែលភិក្ខុនោះបានចង្ហាន់មានតិចណាស់ថ្ងៃដែលមិនបានគឺមានច្រើនភិក្ខុនោះបានសម្ពុតសម្រាប់ចាំវស្សាក៏ដោយវត្ថុតិចតួចដតីក៏ដោយក៏យកទៅជូនមាតាបិតាទាំងអស់ហើយដេកកំណាត់សម្ពុតចាស់ចាស់ដែលមាតាបិតាប្រើប្រាស់ហើយជ្រលក់ប្រើប្រាស់ខ្លួនឯងភិក្ខុនោះមានអាពាធកើតអំពីការបម្រើមាតាបិតាបៀតបៀនហើយយ៉ាងនេះទៅជាស្រំស្គមមានកម្លាំងខ្សោយភិក្ខុទាំងឡាយឃើញភិក្ខុអ្នកបម្រើមាតាបិតានោះទើបសួរដឹងហេតុសពគ្រប់បែរជាតេះដៀលភិក្ខុនោះវិញហើយក៏ទៅក្រាបទូលរឿងនេះដល់ព្រះបរមសាស្តាព្រះសាស្តាទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយឲ្យហៅភិក្ខុអ្នកបម្រើមាតាបិតានោះមកព្រះអង្គទ្រង់ជ្រាបហើយទ្រង់ញ៉ាំងភិក្ខុអ្នកបម្រើមាតាបិតាឲ្យជ្រាបសេចក្តីនោះទ្រង់ប្រទានពរសព្វសាធុការនៅពុព្វាចាររបស់ខ្លួនទ្រង់ត្រាស់សួរថាមនាលភិក្ខុអ្នកបម្រើជនណាជននោះត្រូវជាអ្វីនឹងអ្នកភិក្ខុនោះក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនជននោះត្រូវជាមាតាបិតារបស់ខ្ញុំព្រះអង្គក្នុងពេលនោះព្រះសាស្តាទ្រង់ប្រទានពរសព្វសាធុការដល់ភិក្ខុនោះអស់វេរៈ3ដងភិក្ខុនោះក៏ទទួលថាសាធុសាធុទ្រង់ក៏ត្រាស់ថាអ្នកស្ថិតនៅក្នុងផ្លូវដែលតថាគតដើរហើយតថាគតប្រព្រឹត្តនៅពុព្វាចារចិញ្ចឹមមាតាបិតាទើបទ្រង់សម្ដែងសវណ្ណសាមជាដកនៅក្នុងមហានិបាតត្រាស់ថាមនាលភិក្ខុទាំងឡាយឈ្មោះថាការចិញ្ចឹមមាតាបិតាជាវងនៃអ្នកប្រាជ្ញទាំងឡាយទើបប្រកាសនៅសច្ចៈទាំងឡាយ
លុះដល់ទីបំផុតនៃសច្ចៈភិក្ខុនោះបានសម្រេចសោតានៅក្នុងពេលនោះរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា